ទី9ក៏រកឃើញមានមូលហេតុអត់មានកូនហ្នឹងបណ្ដាលមកពេលមានគិសនៅចិត្តដៃស្បូនវាធ្វើឲ្យខ្ញុំមានបញ្ហាដែលអត់មានកូនខ្ញុំក៏ព្យាបាលបែបចាស់បើនិយាយទៅនាងខ្ញុំការយូរហើយរយៈពេល10ឆ្នាំហើយ2ឆ្នាំដំបូងពួកយើងអត់ទាន់ចង់បាន baby ព្រោះគាត់ថានៅក្មេងពេកនៅឃើញថាចង់សន្សំហិរញ្ញវត្ថុទុកខ្លះបន្ទាប់មកក៏មានវិបត្តិ COVID ប្រហែលឆ្នាំពួកយើងក៏អត់ទាន់គិតថាចង់បានទេប៉ុន្តែក៏យើងអាចបានប្រើប្រាស់ថ្នាំឬក៏អីដែរបែបធម្មជាតិបន្ទាប់មកនៅពេលដែលយើងចង់បានគឺវាលែងបាន5ឆ្នាំដែលពួកយើងព្យាយាមនឹងចង់បានហើយអត់មានខ្ញុំព្យាយាមស្វែងរកពេទ្យច្រើនណាស់ពាក់ព័ន្ធជាមួយនឹងសម្ភពរោគស្ត្រីដើម្បីពិភាក្សាថាហេតុអីបានអត់មានអញ្ចឹងយើងទៅច្រើនពេទ្យលទ្ធផលខុសៗគ្នាទៅឆែកសុខភាពតាមពេលកំណត់តែនៅតែអត់បានដូចបំណងទៀតរយៈពេល5ឆ្នាំហ្នឹងឆ្នាំទី9ខ្ញុំបានទៅឆែកសុខភាពនៅក្រៅប្រទេសក៏រកឃើញមានមូលហេតុអត់មានកូនហ្នឹងបណ្ដាលមកពេលមានគិសនៅចិត្តដៃស្បូនវាធ្វើឲ្យខ្ញុំមានបញ្ហាដែលអត់មានកូនខ្ញុំក៏ព្យាបាលបែបចាស់